Bàជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាដែលមានបំណងចង់ស្លម្ជូរដើមចេកបាទឥឡូវនេះខ្ញុំនឹងស្លដើម្បីបង្ហាញដល់ពុកម៉ែបងប្អូនឲ្យបានឃើញនៃការរបៀបនៃការស្លដើមចេកបាទអញ្ចឹងយើងត្រូវមានគ្រឿងផ្សំដូចទៅទី1គឺយើងមានដើមចេកយើងហាន់ជាសង្វាមូលមកហើយយើងមានត្រីយើងបើមានកូនត្រីកាន់តែល្អយើងមានម្ទេសយើងមានខ្ទឹមសហើយជាពិសេសគឺម្រះប្រូគឺសំខាន់ណាស់ឆ្ងាញ់តែម្ដងគឺដាក់ទៅរសជាតិឈ្ងុយឆ្ងាញ់គួរឲ្យចង់ញ៉ាំតែម្ដងហើយមុនវងយើងដាំទឹកហើយយើងដាក់ខ្ទឹមសសម្រាប់ខ្ញុំដាក់គ្រឿងមកសពគ្រប់ទាំងស្ករទាំងប៊ីចេងទាំងម្សៅស៊ុបអីមកហើយមកបន្ទាប់មកខ្ញុំដាក់អំពិលដើម្បីឲ្យវារីកដើម្បីយកមកជ្រុំសម្រាប់ដាក់ក្នុងសម្លយើងឥឡូវនេះខ្ញុំដាក់ត្រីចូលត្រីយើងចាំដាក់មកពុះសិនមកដើម្បីឲ្យវាបាត់ស្អាតហើយចាំបន្តិចទៅដល់ពេលពុះយើងកូរវាបន្តិចទៅហើយឥឡូវនេះយើងដាក់បន្លែរបស់យើងគឺដើមចេកយើងហ្នឹងគឺកុំទុកឲ្យសោះយើងមានប្រមាណយើងដាក់អស់មកដាក់ឲ្យខ្ទេចមើលយើងហូបឲ្យណានៃម្ដងមើលព្រោះសម្លនេះមិនចេះតែងាយបានហូបទេគឺយូរណាស់បានហូបម្ដងហើយមិនទៅមានជាអ្នកហូបដែរប្រមាណទេដោយសារអីអត់សូវមានអ្នកធ្វើបាទឥឡូវយើងដាក់ឲ្យខ្ទេចនោះកុំទុកមានប៉ុន្មានដាក់អស់ហើយជាពិសេសនោះគឺម្ទេសបងប្អូនគឺម្ទេសនោះគឺម្ទេសខ្ចីឈ្ងុយពេញសម្លតែម្ដងឥឡូវនេះយើងចាប់ដើមចិត្តឆ្អិនហើយយើងចាប់ផ្ដើមដាក់ម្រះប្រូដើម្បីយករសជាតិឲ្យវាឈ្ងុយតោះបងប្អូនឆ្អិនហើយយើងចូលរួមពិសាសម្លម្ជូរដើមចេកទាំងអស់គ្នា